បាទជំរាបសួរបងប្អូនវីដេអូនេះចេញមកឆ្លើយតបជាមួយនឹងសំណួររបស់បងប្អូនគាត់សួរទៀតគាត់ថាបន្ទាប់ពីដុំស្រមឈ្នះកីឡាករប្រាក់ចត្រាហើយដុំស្រមអាចប៉ះពេជ្រសង្ហបានអត់បើសម្រាប់ខ្ញុំដុំស្រមគេល្អបងប្អូនយំមិញអត់មានធ្វើនិយាយទេអញ្ចឹងខ្ញុំឆ្លើយនៅសំណួរបងប្អូន100ទៅជាពិសេសបងជីច័ន្ទ100សួរទៀតហើយណាមួយ top fan ផងឆ្លើយក្នុងវីដេអូនឹងបណ្ដោយទៅសម្រាប់ខ្ញុំដុំស្រមអត់មានវិបាកប៉ះទេឲ្យតែបានប៉ះគឺពេជ្រសង្ហអត់មានលើដុំស្រមទេបើសិនជាវាយកងជិមរៀមខ្ញុំគាត់ថា50ព្រោះឯពេជ្រសង្ហគេច្បាស់កងជិមរៀមជាងដុំស្រមគឺច្បាស់កងធំតែបើវាយកងធំវិញណាខ្ញុំឲ្យដុំស្រម70ពេជ្រសង្ហ30ឯងកីឡាករពីរនេះលោដៃដូចគ្នាគាត់ថាដុំស្រមគឺច្បាស់ជាងបន្តិចព្រោះដុំស្រមគេវាយតែកងធំហើយគេវាយសកលច្រើនអញ្ចឹងគេច្បាស់ដៃរីឯពេជ្រសង្ហក៏ច្បាស់ដៃដែរតែគាត់ច្បាស់ដល់ដុំស្រមទេតែបើវាយកងចេញមករៀមគឺពេជ្រសង្ហគេច្បាស់ជាងមិនថាច្បាស់ដៃទេមិនថាច្បាស់ជាងទេគេមានបបិសោតកងចេញមករៀមច្រើនជាងអញ្ចឹងហើយដៃធ្ងន់ដូចគ្នាសម្រាប់ពីអ្នកនេះតែគាត់ថាដៃដុំស្រមគេច្បាស់ជាងបន្តិចរីឯពេជ្រសង្ហបើសិនជាកងចេញមករៀមខ្ញុំឲ្យ50តែបើថាកងធំខ្ញុំឲ្យពេជ្រសង្ហ30ដុំស្រម70បើកងធំបើប៉ះគ្នាមែនតែខ្ញុំគិតថាមិនបានប៉ះគ្នាទេឲ្យសម្រាប់ដុំស្រមមិនបាច់ទៅប៉ះពេជ្រសង្ហទេជាមួយមហាម៉ាត់ក៏បានដែរដុំស្រមទាំងក្បាច់ទាំងកម្លាំងទាំងស៊ូគឺអត់សូវចាញ់មហាម៉ាត់ទេអ្វីដែលចាញ់មហាម៉ាត់គឺរាងកាយមហាម៉ាត់ធំជាងបន្តិចអញ្ចឹងហើយគឺពិបាកបន្តិចតែគាត់ថាដុំស្រមអាចវាយបានខ្ញុំគិតថាបើវាយហើយល្អមើលទៀតដុំស្រមវាយយកមិនល្អមើលណាបងប្អូនហើយប្រាក់ចត្រាយកមិនក៏មិនអន់ដែរវាយទៅវាយមកទេតែដោយសារដុំស្រមគេច្បាស់ជាងរឿងដៃហើយប្រាក់ចត្រាគេល្អជង្គង់គេបោះកាយមួយទេអញ្ចឹងហើយបើសម្រាប់បងដែលសួរថាដុំស្រមតើអាចប៉ះពេជ្រសង្ហបានអត់សម្រាប់ខ្ញុំ 100% ប៉ះបានហើយអត់ពិបាកទេសម្រាប់ដុំស្រមខ្ញុំគាត់ថាដុំស្រមលើពេជ្រសង្ហបន្តិចហ្នឹងឥឡូវនេះគាត់ដល់កីឡាករពីរហ្នឹងល្អដៃដូចគ្នាតែគាត់ពេជ្រសង្ហគេបត់ពិសោធន៍កងចេញរៀមរីឯដុំស្រមបត់ពិសោធន៍គេកងធំអញ្ចឹងហើយវីដេអូនេះគឺឆ្លើយតបជាមួយបងយីច័ន្ទបរិយនិងបងដែលសួរនៅក្នុង live ហើយនឹងសួរនៅក្រោម comment វីដេអូមានតែប៉ុណ្្នឹងឯងបងប្អូនអានេះការយកឃើញរបស់ខ្ញុំណាឲ្យសុំទោសពេជ្រសង្ហផងអានេះគឺជាការយកឃើញរបស់បងទេមិនមែនថាបងថាបងប្អូនអន់ជាងដុំស្រមទេអត់ទេអានេះការយកឃើញរបស់បងបើអ្នកផ្សេងយកឃើញថាម៉េចអានេះគឺរបស់គេទេអានេះបងឆ្លើយជាមួយសំណួរដែល fan បងគាត់សួរទេបាទអរគុណបងប្អូនជំរាបលាបានជៀប